លោកសេដ្ឋីបិណ្ឌកៈក៏បានមកពិនិត្យមើលថាតើរៀបរយដែរទេលោកសេដ្ឋីខារៈក៏បាននិយាយទៅកាន់សេដ្ឋីបិណ្ឌកៈថាមិនគួររៀបចំសម្ភារៈទាំងអស់នោះឲ្យបុត្រីទៅទេប៉ុន្តែលោកបិណ្ឌកៈសេដ្ឋីក៏បាននិយាយថាយើងមិនដឹងថានរណាឡើយដែលស្រឡាញ់និងគោរពកូនរបស់យើងនោះតែយើងនឹងប្រកាសប្រាប់ពួកគេថាគឺឲ្យពួកគេគ្រប់គ្នាបានដឹងថាបើនរណាចង់ទៅតាមកូនយើងក៏ទៅចុះព្រោះមនុស្សមិនដូចកូនទេមនុស្សគឺអាចបញ្ជាបានប៉ុន្តែរាត្រីចុងក្រោយដែលព្រះនាងវិសាខានឹងរៀបចំធ្វើដំណើរចេញទៅនោះលោកសេដ្ឋីក៏បានហៅព្រះនាងវិសាខាឲ្យចូលមកជួបលោករួចហើយក៏ឲ្យឱវាទ10ប្រការដើម្បីស្ដីប្រដៅកូនប៉ុន្តែពេលដែលផ្ដល់ឱវាទឲ្យកូននោះលោកខារៈសេដ្ឋីក៏បានលួចស្ដាប់ឮនៅឱវាទទាំង10ប្រការនោះហើយលោកខារៈសេដ្ឋីក៏បានស្ដាប់ឮនៅឱវាទ10ប្រការនោះយ៉ាងពេញត្រចៀកហើយក៏បានគិតថាហេតុអីក៏បដៅប្លែកស្ដាប់ហើយដូចជាឆ្ងល់យ៉ាងម៉េចមិនដឹងទេនេះដោយសារតែការមិនយល់របស់លោកខារៈសេដ្ឋីលោកក៏បានដិតជាប់មកក្នុងចិត្តរហូតមកទី1បើកូនបានទៅនៅក្នុងផ្ទះមេដាបិតាក្មេកនោះមិនត្រូវនាំភ្លើងក្នុងចេញទៅក្រៅឡើយហើយកូនក៏បានឆ្លើយថាចាស់ពុកព្រះនាងវិសាខាបានយល់ទាំងអស់តែចំពោះលោកសេដ្ឋីខារៈវិញទោះជាខំយកត្រចៀកទៅអែបស្ដាប់នៅតែមិនយល់ទៀតហើយឆ្ងល់ថាហេតុអីហាមយកភ្លើងក្នុងចេញទៅក្រៅទី2មិនគួរនាំភ្លើងនៅខាងក្រៅចូលទៅខាងក្នុងឡើយស្ដាប់ហើយនៅតែឆ្ងល់ទៀតតែចំពោះព្រះនាងវិសាខាវិញឆ្លើយថាចាទី3គួរឲ្យដល់អ្នកដែលគួរឲ្យគឺនរណាឲ្យមកយើងក៏ឲ្យទៅគេវិញទី4មិនគួរឲ្យទៅអ្នកដែលមិនគួរឲ្យគឺថាត្រូវឲ្យដល់អ្នកដែលមិនចេះឲ្យទី5ឲ្យដល់អ្នកដែលមិនឲ្យអ្នកណាឲ្យមិនឲ្យចេះតែឲ្យទៅអ្នកណាមិនឲ្យយើងឬក៏ឲ្យអ្នកដទៃនោះក៏ចេះតែឲ្យគេទៅនិយាយងាយស្ដាប់នោះអ្នកដែលមិនចេះឲ្យក៏ឲ្យគេទៅទី6ត្រូវអង្គុយឲ្យសុខពេលដែលអង្គុយបើចង់បានសុខនោះមិនកម្រើកជើងទេអ្នកខ្លះអង្គុយអង្រួនជើងដូចជាឆ្មាក្រវីកន្ទុយហើយអ្នកខ្លះទៀតនោះអ្នកដែលមានក្តីសុខនោះគឺនៅស្ងៀមបើជើងបានសុខនោះជើងនោះក៏នឹងបើដៃបានសុខនោះដៃនោះក៏នឹងដែរគឺព្រោះតែការរស់នៅបានសេចក្តីសុខហើយបើរស់នៅមិនបានសុខនោះដៃជើងវិញប្រកាសជារសាប់រសល់នៅមិនសុខទេគឺតែងតែរវើកនៅមិនស្ងៀមសោះតែម្ដងហើយទី7ត្រូវចេះបរិភោគជាសេចក្តីសុខទី8ត្រូវដេកជាសុខ9បំរើភ្លើង10អង្វរកទេវតាខាងក្នុងព្រះនាងក៏ឆ្លើយថាចាទាំង10លើតែចំពោះលោកសេដ្ឋីខារៈដែលយកត្រចៀកលួចស្ដាប់នោះនៅតែស្ដាប់មិនយល់ទៀតលោកបិណ្ឌកៈសេដ្ឋីបានកោះប្រជុំជ្រើសរើសមេធាវី8នាក់ដើម្បីយកទៅធានាអះអាងនេះគឺជាកិច្ចការរបស់លោកបិណ្ឌកៈសេដ្ឋីពីព្រោះការគ្រប់គ្រងផ្ទះសម្បែងគឺមានសុខតិចទុកច្រើនដូចជាគ្រឿងអលង្ការបើពាក់តែមួយគឺមិនប៉ះទង្គិចទេបើពាក់ពីរចូលគ្នាវានឹងដន់លឺហើយស្វាមីភរិយារស់នៅជាមួយគ្នាគង់តែមានការប៉ះទង្គិចគ្នាជាមិនខានទេប៉ុន្តែពិតជាមិនលន់លឺដូចជាគ្រឿងអលង្ការនោះឡើយលោកបិណ្ឌកៈសេដ្ឋីក៏បានត្រៀមមេធាវី8នាក់ហើយបានប្រាប់ថាបើកំហុសកូនយើងកើតមាននៅទីនោះពួកលោកគឺជាអ្នកសម្រេចទៅចុះហើយនៅថ្ងៃធ្វើដំណើរលោកបានឲ្យព្រះនាងវិសាខាពាក់គ្រឿងប្រដាប់មហាសាលរួចហើយនាំព្រះនាងវិសាខាឡើងលើរទេះសេះដែលបានត្រៀមទុកហើយបានឲ្យមនុស្សវាយកងវាយឃ្មោះប្រកាសទាំង14តំបន់ហើយបាននិយាយថាបើអ្នកណាចង់ទៅតាមកូនយើងនោះចូលទៅតាមចុះព្រោះលោកចង់ដឹងថាកម្លាំងបុណ្យរបស់គុណស្រីខ្លួននោះខ្លាំងប៉ុណ្ណាហើយនៅពេលនោះក៏បានបង្ហាញឲ្យឃើញថាមនុស្សទាំង14តំបន់នោះបានទៅតាមព្រះនាងវិសាខាអស់ពីនគរតែម្ដងព្រោះពួកគេគិតថាគ្មានប្រយោជន៍អ្វីទៀតទេបើគ្មានប្រម៉ែវិសាខារបស់យើងនៅទីនេះ
បើគ្មានព្រះនាងវិសាខាទីនោះពួកយើងរស់នៅធ្វើអីហើយនៅពេលនោះលោកសេដ្ឋីក៏បានមកជួបដំណើរព្រះរាជានិងសេដ្ឋីខារៈគឺបានជូនទាំងព្រះនាងវិសាខាថែមទៀតប៉ុន្តែមិនបានជូនដល់គោលដៅទេពីព្រោះបានទុកថាបានផ្ដល់ឱវាទឲ្យកូនហើយដោយជឿថាប្រាជ្ញារបស់កូនស្រីនឹងអាចធ្វើរឿងរ៉ាវអាក្រក់ទាំងអស់ឲ្យคล้ายទៅជារឿងល្អបានព្រមទាំងមានមេធាវីជាច្រើនអ្នកទៀតក្បួនដំណើរព្រះនាងវិសាខានិងព្រះរាជាក៏បានចេញពីនគរសាកេតហើយលោកសេដ្ឋីខារៈអង្គុយនៅរទេះចុងក្រោយលោកសេដ្ឋីខារៈពេលងាកមកឃើញអ្នកស្រុកធ្វើដំណើរមកតាមព្រះនាងវិសាខាចាន់បែបនេះក៏បានសួរថាអេហើយចុះពូនោះជានរណាទៅតាមធ្វើអ្វីចាន់ម្ល៉េះគឺមនុស្សទាំង14តំបន់មកតាមព្រះនាងវិសាខាបរិវារក៏ងាកមកសួរអ្នកស្រុកក៏ឆ្លើយថាគឺពួកយើងទៅតាមព្រះម៉ែវិសាខារបស់យើងទៅបម្រើព្រះម៉ែដល់នគរសាវត្ថីនៅពេលលោកសេដ្ឋីបានជ្រាបយ៉ាងនេះភាពចង្អៀតចង្អល់ចិត្តក៏បានកើតឡើងអេនរណាទៅចិញ្ចឹមពូទាំងអស់នោះបានទៅបើចានម្លឹងនោះហើយក៏បញ្ជាឲ្យត្រឡប់ទៅវិញទៅមើលចុះនេះហើយគឺជាមនុស្សដែលមានលក្ខណៈផ្សេងហើយបរិវារក៏កាន់រំពាត់ដំបងវាយទៅលើអ្នកស្រុកទាំងអស់នោះព្រះនាងវិសាខាបានឃើញហេតុការណ៍បែបនេះក៏បានចុះពីលើរទេះរួចពោលទៅកាន់លោកសេដ្ឋីថាជប់សិនលោកឪពុកអ្នកស្រុកនិងបរិវារទាំងនេះកូនគឺជាអ្នកចិញ្ចឹមពួកគេដោយផ្ទាល់ខ្លួនឯងសូមលោកឪពុកកុំមានកង្វល់ចិត្តអីនាងគឺជាអ្នកចេញថ្លៃចាយពីផ្ទាល់តែលោកសេដ្ឋីបាននិយាយថាយើងមិនចង់បានពួកបរិវាររបស់កូនទេប្រាប់ពួកគេឲ្យទៅវិញខ្លះទៅទីបំផុតក៏នៅសល់បន្តិចបន្តួចតែប៉ុណ្ណោះទេដូចជាក្រោលគោអញ្ចឹងហាមមិនឲ្យមកតាមទេតែដោយអនុភាពរបស់ព្រះនាងគោក៏លូតរំលងក្រោលហើយរត់មកតាមព្រះនាងថែមទៀតនេះគឺជាអនុភាពនៃបុណ្យបារមីរបស់ព្រះនាងវិសាខាបន្តមកក្បួនធ្វើដំណើរព្រះនាងវិសាខាក៏បានធ្វើដំណើរមកកាន់នគរសាវត្ថីជាបន្តចប់ភាគទី2សូមរងចាំទេសនាភាគទី3ឯកសារមហាឧបាសិកាវិសាខាភាគទី3ពេលមកដល់នគរសាវត្ថីព្រះនាងវិសាខាបានគិតថាបើយើងអង្គុយលើរទេះនោះអ្នកស្រុកប្រកាសជាអាចមើលមិនពេញភ្នែកទេអ្នកដែលមានភ្នែកមិនល្អនោះក៏មើលមិនច្បាស់ដែរព្រោះយើងបានមកជាសាច់ញាតិរបស់នគរសាវត្ថីហើយគឺត្រូវឈរឲ្យគេបានមើលសម្រាប់ដល់ស្រស់ស្អាតឃើញឲ្យច្បាស់តែម្ដងទៅព្រះនាងក៏បានក្រោកឈរឲ្យគ្រប់គ្នាបានឃើញដល់មិនចាំបាច់ពិបាកមើលឡើយពីព្រោះគ្រប់គ្នាបានឮកិត្តិស័ព្ទរបស់ព្រះនាងខ្លាំងណាស់ទើបព្រះនាងក្រោកឈរឡើងឲ្យមនុស្សអ្នកស្រុកទាំងអស់សងខាងផ្លូវបានឃើញមិនមែនអង្គុយបោចដៃទេតែក្រោកឈរដោយមានគ្រឿងប្រដាប់នៅខ្លួនព្រះនាងដូចជាការណែនាំខ្លួនព្រះនាងឲ្យអ្នកស្រុកបានស្គាល់ព្រមជាមួយនឹងស្នាមញញឹមរបស់ព្រះនាងដែលមានសម្រស់ស្រស់ស្អាតឲ្យអ្នកស្រុកបានឃើញថែមទៀតដោយផ្ទៃមុខរបស់ព្រះនាងញញឹមអ្នកស្រុកក៏នាំគ្នាសប្បាយរីករាយហើយក៏ស្រែកថាព្រះនាងវិសាខាព្រះនាងវិសាខាព្រះនាងវិសាខារហូតមកដល់ផ្ទះលោកសេដ្ឋីអ្នកបម្រើរបស់លោកសេដ្ឋីក៏បានចេញមកទទួលហើយដោយសារតែកិត្តិស័ព្ទដ៏ស្រស់ស្អាតរបស់ព្រះនាងវិសាខានោះក៏បាននិយាយថាអូចៅហ្វាយថ្មីរបស់យើងបានមកដល់ហើយឮថានាងស្អាតណាស់ពិតជាស្អាតមែនទែនបានមកដល់ហើយក៏ទទួលស្វាគមន៍ព្រះនាងដោយភាពរីករាយគឺពួកគេបានស្ម័គ្រចិត្តដោយមិនបានកែនមកទេនេះគឺជារឿងធម្មតាទេរបស់អ្នកមានបុណ្យតែងតែមានលក្ខណៈនិងគុណសម្បត្តិល្អគ្រប់គ្រាន់ទាំងអស់អ្នកណាបានឃើញហើយក៏រីករាយត្រជាក់ភ្នែកសប្បាយចិត្តដូចជារាត្រីព្រះច័ន្ទពេញបរមីអញ្ចឹងនៅពេលដែលព្រះនាងបានសម្រាប់ព្រះកាយមកយប់ហើយនោះស្អែកឡើងអ្នកស្រុកមកពេញនគរតែម្ដងប៉ុន្តែនៅលើកនេះមិនមែនមកមើលទេគឺពួកគេយកគ្រឿងបណ្ដាការមកថ្វាយព្រះនាងដោយសារតែកម្លាំងមហាទានរបស់ព្រះនាងកាលពីអតីតជាតិនិងបច្ចុប្បន្ននោះបានធ្វើឲ្យអ្នកណាដែលបានឃើញហើយនោះក៏ចង់ប្រគល់ទានឲ្យដោយមានសេចក្តីសុខថែមទៀតផងនោះគឺជាអានុភាពបុណ្យដែលនាងបានធ្វើទុកគ្រប់គ្នាបានយករបស់ដ៏មានតម្លៃយកមកថ្វាយព្រះនាង
ហើយព្រះនាងបានទទួលបណ្ដាការទាំងអស់នោះហើយក៏មិនបានយកទុកដាក់ក្នុងឃ្លាំងសម្រាប់លក់ទេព្រះនាងក៏ទទួលហើយក៏ថ្លែងនូវអំណរគុណជ្រួតជ្រាបចំពោះមេត្រីចិត្តគឺព្រះនាងទទួលស្មារភាពគ្នាដោយនិយាយស្ដីសម្លេងពីរោះនិងស្នាមញញឹមដោយផ្ទៃមុខដ៏ស្រស់ស្អាតហើយដោយសារតែព្រះនាងធ្វើឲ្យអ្នកស្រុកគ្រប់គ្នារំភើបចិត្តហើយបន្ទាប់មកក្រោយពីការប្រមូលបណ្ដាការទុកដាក់ហើយស្អែកឡើងនោះព្រះនាងក៏បានយកបណ្ដាការទាំងអស់នោះមកប្រើជាប្រយោជន៍ថែមទៀតផងគឺព្រះនាងបានយកមកចែករំលែកដល់អ្នកក្រីក្រទាំងអស់ហើយនោះគឺជាទានរបស់ព្រះនាងធ្វើដោយផ្ទាល់ដៃព្រះនាងផ្ទាល់ដោយទឹកចិត្តបតិសមនោដូច្នេះដៃរបស់ព្រះនាងមិនដែលទំនេរពីការឲ្យទាននោះទេហើយម្រាមដៃរបស់ព្រះនាងស្អាតណាស់ដៃរបស់ព្រះនាងមិនដែលទំនេរនៃការធ្វើអំពើល្អឡើយហើយពាក្យសម្ដីដ៏ស័ក្តិសមរបស់អ្នកស្រុកទាំងអស់នោះចាត់ទុកថាជាសាច់ញាតិអ្នកនៅជិតឆ្ងាយហើយយ៉ាងណាក៏ដោយក៏ចាត់ទុកថាជាសាច់ញាតិដ៏ជិតស្និទ្ធហើយដោយសារតែភាពស្និទ្ធស្នាលទាំងនេះហើយធ្វើឲ្យអ្នកស្រុកនៅក្នុងនគរបានចោមរួមស្រែករួមគ្នាថាវិសាខាវិសាខាឬក៏ហៅថាប្រម៉ែវិសាខារហូតដល់ពេលនោះលោកសេដ្ឋីក៏បានរៀបចំពិធីរៀបការរបស់ខ្លួនប៉ុន្តែមិនបាននិមន្តព្រះពុទ្ធអង្គមកទេព្រោះដឹងថាវិសាខាគឺជាអ្នកគោរពបូជាព្រះពុទ្ធតែខ្លួនវិញមិនមែនជាអ្នកគោរពរាប់អានឡើយបានជាមិននិមន្តមកនោះហើយមិននិមន្តព្រះសង្ឃឬក៏ព្រះសម្មាសម្ពុទ្ធអង្គទេបែរទៅជាអញ្ជើញអ្នកបួសជាព្រាហ្មណ៍ដែលគ្មានសម្លៀកបំពាក់ដែលមើលទៅទិសភ្នែកមែនទែនគឺលោកសេដ្ឋីហាក់ដូចជាមានអ្វីបាំងភ្នែកលោកមិនឲ្យឃើញរបស់ពិតឬមិនពិតឡើយដោយខ្លួនគិតថាព្រះអរហន្តនោះមិនមានអ្វីជាប់នឹងកាយទេមិនមានអ្វីសូម្បីតែសម្លៀកបំពាក់ហើយក៏ហៅកូនប្រសាវិសាខាមកនិយាយថាសូមកូនកុំថាអ្វីលើព្រះរបស់ពុកប៉ុន្តែព្រះនាងវិសាខាគឺជាព្រះសត្តាប័នតាំងពីអាយុ7ឆ្នាំមកដោយសង្ឃឹមថាបានជួបនឹងព្រះពុទ្ធអង្គគឺសប្បាយចិត្តណាស់ពីព្រោះគិតថាព្រះអរហន្តគឺនៅក្នុងកាយភ្នែកនៅក្នុងត្រចៀករបស់ព្រះនាងហើយព្រះនាងខំតែសប្បាយចិត្តនឹងស្ទុះស្ទាយចូលមកដោយព្រះនាងគិតថាប្រហែលជានិមន្តព្រះសម្មាសម្ពុទ្ធមកហើយនឹងមានព្រះភិក្ខុសង្ឃមកជាមួយទៀតព្រោះថាព្រះនាងគឺជាអ្នកគោរពបូជាចំពោះព្រះសម្មាសម្ពុទ្ធជាមួយនឹងព្រះភិក្ខុសង្ឃប៉ុន្តែផ្ទុយទៅវិញលោកសេដ្ឋីក៏បាននិយាយថាអូកូនអើយសូមកូនមើលចុះនេះហើយគឺជាព្រះអរហន្តរបស់ពុកហើយតម្រុំតែអញ្ជើញមកបានមិនមែនងាយទេកូនមើលចុះពេលនោះព្រះនាងបានគិតថាពួកទាំងអស់នេះពិតជាមានការអៀនខ្មាស់មែនជាព្រះអរហន្តយ៉ាងម៉េចទៅអូមិនមែនទេ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 អ្នកដែលអាក្រាតកាយទាំងអស់នេះមិនមែនជាព្រះអរហន្តទេពុកគឺមិនការទេតែសម្រាប់វិញល្អជាងរួចហើយក៏ញញឹមដើរចេញទៅដោយឃើញរឹកពីនាងវិសាខាបែបនេះព្រះអរហន្តរបស់សេដ្ឋីក៏ខឹងសម្បាឡើងរួចហើយក៏ប្រាប់ទៅសេដ្ឋីថាលោកសេដ្ឋីមិនអាចរកស្រីផ្សេងបានទេបានជាជ្រើសរើសស្រីអន់យ៉ាងនេះដែលនាងជាសាវករបស់ព្រះសមណគោតមចូលមកក្នុងត្រកូលអញ្ចឹងឆាប់បណ្ដេញនាងចេញពីផ្ទះជាបន្ទាន់ទៅបញ្ជាឲ្យចេញទៅប៉ុន្តែសេដ្ឋីបាននិយាយថាអូមិនបានទេយើងមិនអាចបណ្ដេញនាងចេញបានទេដោយហេតុនេះព្រោះថាព្រះនាងគឺជាបុត្រីត្រកូលធំសូមកុំប្រកាន់ជាមួយក្មេងអីចូលធ្វើពិធីរបស់លោកទៀតចុះនៅពេលដែលលោកសេដ្ឋីខារៈបរិភោគអាហារនោះនាងវិសាខាអង្គុយបក់ផ្លិតនៅពីក្រោយខ្នងខារៈដោយឃើញព្រះភិក្ខុសង្ឃនិមន្តកាត់មុខផ្ទះរបស់ខ្លួនកាយភ្នែកក៏បានឃើញព្រះភិក្ខុសង្ឃប៉ុន្តែការគិតគឺមិនដូចគ្នាទេវិសាខាឈប់បក់ឲ្យលោកសេដ្ឋីរួចដើរទៅកាន់ទៅរកព្រះភិក្ខុសង្ឃលោកសេដ្ឋីធ្វើជាមិនដឹងវិសាខាបានដើរទៅរកព្រះសង្ឃដោយដឹងថាលោកសេដ្ឋីពិតជាដឹងតែធ្វើជាមិនឃើញវិសាខាបានពោលទៅកាន់ភិក្ខុសង្ឃទាំងនោះថាសូមនិមន្តបដិជគុណនិមន្តទៅមុខទៀតចុះព្រោះថាបិតារបស់ខ្ញុំកណាកំពុងតែបរិភោគអាហារចាស់ទេនាងបាននិយាយឲ្យលឺដើម្បីមានចេតនាឲ្យលោកសេដ្ឋីបានលឺហើយក៏បានលឺពិតមែនលោកសេដ្ឋីខឹងខ្លាំងណាស់ដែលថាឲ្យខ្លួនបរិភោគអាហារចាស់បែបនេះឈាមឡើងមកមុខហើយអាហារមួយពេលនេះមិនបរិភោគបន្តទៀតទេក៏បានហៅអ្នកបម្រើឲ្យយកអាហារទៅចាក់ចោលគ្មានអារម្មណ៍ទៀតឡើយ
ហើយក៏បានបណ្ដេញនាងវិសាខាចេញពីផ្ទះជាបន្ទាន់ដោយមិនបានសួរដេញដល់អ្វីឡើយហើយពួកបរិវារនៅក្នុងផ្ទះនោះសុទ្ធតែជាមនុស្សរបស់នាងវិសាខាដែលតាមមកបម្រើនាងវិសាខាសូម្បីអ្នកបម្រើរបស់លោកសេដ្ឋីក៏ស្រឡាញ់នាងវិសាខាដែរពួកគេមានចិត្តលំអៀងមកខាងនាងអូមិនបានទេបណ្ដេញនាងពិតជាមិនបានទេមិនព្រមបណ្ដេញទេនាងវិសាខាបានពោលទៅកាន់លោកឪពុកថាលោកឪពុកមិនអោយខ្ញុំនៅព្រោះតែហេតុផលប៉ុណ្ណឹងទេខ្ញុំពិតជាមិនដឹងសោះហើយក៏មិនអន់ចិត្តដែរហើយនាងបានបញ្ចេញកាយវិការដ៏ស្រស់ស្អាតប្រាប់ទៅដល់លោកឪពុករបស់ស្វាមីថាខ្ញុំទៅមិនបានទេដោយហេតុផលបែបនេះលោកឪពុកប្រហែលជាចាំបានហើយមុននឹងខ្ញុំមកនៅក្នុងផ្ទះរបស់លោកឪពុកនោះលោកបិណ្ឌកសិទ្ធិបានបញ្ជាឲ្យមេធាវីទាំង8នាក់មកកាន់ទីនេះដើម្បីការពារករណីដែលមានហេតុកើតឡើងដោយសួរដេញដល់រកហេតុផលដូច្នេះខ្ញុំនឹងហៅមេធាវីទាំងអស់នោះឲ្យមកការពារនៅក្នុងរឿងក្តីនេះហើយសេដ្ឋីក៏បានអញ្ជើញមេធាវីទាំង8នាក់មកបន្ទាប់មកសេដ្ឋីក៏រិះគន់ប្រាប់រឿងរ៉ាវទាំងអស់ដល់មេធាវីទាំងអស់ដែលជាទោសរបស់នាងវិសាខាមេធាវីស្ដាប់ហើយក៏បានសាកសួរទៅនាងវិសាខាថាតើអ្នកនាងនិយាយបែបនេះមែនឬនាងក៏នៅតែស្ងៀមស្ងាត់ស្រស់ស្អាតហើយក៏ប្រាប់ទៅមេធាវីថានាងខ្ញុំនិយាយនេះមិនមែនសំដៅថាលោកឪពុកបរិភោគអាហារចាស់នោះទេគឺមិនមែនជាអាហារសេះសល់ឡើយហើយក៏មិនមែនជាអាហារខូចខាតដែរហើយការដែលនិយាយថាបរិភោគអាហារចាស់នោះគឺជាបរិភោគបុណ្យចាស់ដែលលោកសេដ្ឋីបានធ្វើមកល្អហើយតែបច្ចុប្បន្នមិនបានធ្វើល្អដោយប្រាប់បុណ្យចាស់នោះនាងខ្ញុំក៏បានប្រាប់ទៅភិក្ខុសង្ឃទាំងនោះថាលោកឪពុកខ្ញុំកំពុងតែបរិភោគអាហារចាស់នាងខ្ញុំនិយាយបែបនេះតើខុសដែរឬមេធាវីបានឮពនាងនិយាយបែបនេះទើបសម្រេចថាវិសាខាមិនខុសទេហើយក៏សួរទៅសេដ្ឋីវិញថាលោកគិតឃើញយ៉ាងណាព្រោះរឿងដែលលោកបានគិតនិងវិសាខាគិតគឺវាមិនដូចគ្នាឡើយលោកសេដ្ឋីបានស្ដាប់ហើយក៏បានឆ្លើយថាបានហើយឲ្យវាចប់ទៅចុះហើយនៅមានរឿងមួយទៀតយប់មួយយើងបានឃើញនាងវិសាខានាំបរិវារស្រីប្រុសទៅធ្វើអីនៅក្រៅផ្ទះទាំងយប់ទាំងអាធ្រាត្រជាមនុស្សស្រីមានផ្ទះសម្បែងមានគ្រួសារហើយមិនគួរចាក់ចេញពីផ្ទះទាំងយប់ទាំងអាទិត្យបែបនេះទេវាមិនស័ក្តិសមឡើយគួរតែបណ្ដេញនាងឲ្យត្រឡប់ទៅវិញហើយណាមិនត្រូវឲ្យនាងនៅជាមួយទៀតទេហើយវិសាខាក៏បានប្រាប់ទៅលោកសេដ្ឋីនិងមេធាវីថានៅយប់នោះគឺមានសត្វលាយមួយក្បាលមានពស់ធំចិត្តកាត់កូនបានជានាងសុំពឹងអ្នកបម្រើស្រីប្រុសឲ្យទៅជួយបង្កើតកូនឲ្យសត្វលាយនោះតើនាងខ្ញុំធ្វើបែបនេះខុសដែរមែនទេលោកសេដ្ឋីបានស្ដាប់ពីហេតុផលរួចហើយក៏បាននិយាយថាបានហើយតែសេដ្ឋីជាឪពុកក្មេកថានៅមានរឿងមួយទៀតមុនថ្ងៃបញ្ជូនកូនមកលោកបិណ្ឌកសេដ្ឋីបានឲ្យអវាទមកកូនដែលជាអវាទមានបង្កប់ល្បិចកលស្ដាប់ហើយមិនយល់សោះគឺពុកបានឮដោយផ្ទាល់ត្រចៀកបានឮកូននិយាយថាចាស់ប៉ុន្តែពុកមិនយល់សោះឥឡូវប្រាប់មកតើល្បិចកលយ៉ាងម៉េចខ្លះទៅវិសាខាបានឮយ៉ាងនេះក៏ញញឹមដោយភាពរីករាយហើយក៏ឆ្លើយថាគឺវាអញ្ចេះទេលោកពុកនាងក៏និយាយស្រួលបួលពាក្យថាមិនគួរយកភ្លើងក្នុងទៅខាងក្រៅមិនមែនមានន័យថាខាងក្រៅងងឹតហើយហាមមិនឲ្យយកភ្លើងនៅក្នុងផ្ទះទៅឈួលមើលនៅខាងក្រៅឲ្យភ្លឺនោះទេប៉ុន្តែគឺវាមានន័យថាបើសិនជាមានរឿងរ៉ាវអ្វីនៅក្នុងផ្ទះដូចជាឃើញរឿងខុសឆ្គងរបស់លោកឪពុកអ្នកម្ដាយរបស់ស្វាមីហើយមន្ត្រីនាំចេញទៅនិយាយខាងក្រៅឲ្យអ្នកណាស្ដាប់ឮដាច់ខាតនេះគឺជាន័យថាមិនគួរនាំភ្លើងខាងក្នុងចេញទៅខាងក្រៅឡើយរឿងដែលក្តៅក្រហាយនៅក្នុងចិត្តនៅក្នុងគ្រួសារគួរតែនិយាយគ្នាក្នុងគ្រួសារមិនត្រូវឲ្យអ្នកផ្សេងដឹងនោះទេទី2ពាក្យថាមិនគួរយកភ្លើងខាងក្រៅចូលមកខាងក្នុងមិនមែនមានន័យថាពេលដែលនៅក្នុងផ្ទះរលត់ភ្លើងនោះមិនឲ្យយកភ្លើងពីខាងក្រៅមកឈួលក្នុងផ្ទះមើលទេគឺបានន័យថាបើសិនជាមាននរណាម្នាក់មកនិយាយពីរឿងក្តៅក្រហាយចិត្តទាំងនេះដូចជារឿងកំហុសឆ្គងរបស់ឪពុកម្ដាយស្វាមីគឺមិនត្រូវយកពាក្យទាំងនោះមកនិយាយបន្តក្នុងផ្ទះដាច់ខាតគឺបានន័យថាមិនត្រូវយកភាពក្តៅក្រហាយនៅក្នុងចិត្តមកចូលក្នុងផ្ទះឲ្យសមាជិកក្នុងគ្រួសារមានការពិបាកចិត្តឡើយទី3ត្រូវឲ្យដល់មនុស្សគួរឲ្យគឺមានន័យថាគួរតែឲ្យរបស់អ្នកដែលគេមកខ្ជិលរបស់យើងហើយគេយកមកសងយើងវិញ
ទី4មិនឲ្យដល់អ្នកដែលឲ្យមានន័យថាមិនគួរឲ្យអ្នកដែលខ្ចីរបស់ទៅហើយនោះហើយក៏មិនព្រមយកមកសងវិញទី5ត្រូវដល់អ្នកដែលឲ្យទៅហើយគេមិនចេះឲ្យមានន័យថាបើសិនជាមានញាតិមិត្តក្រីក្រមករកហើយនោះហើយមកសុំការជួយគេនោះគេទាំងអស់នោះទោះបីជាសងវិញឬមិនសងវិញនោះគឺគួរតែជួយសងគ្រោះគួរតែឲ្យវត្ថុទាំងនោះដល់អ្នកកំពុងតែមានការខ្វះខាតហើយនាងកំពុងតែចង់អប់រំរអូបរុំឲ្យជាប់ដោយសារតែការគោរពនិងការស្រឡាញ់លោកខាថៃជាឪពុករបស់ស្វាមីដោយក្តីប្រាថ្នាល្អយល់ច្រឡំមិនដឹងថាយ៉ាងនេះទេពាក្យទូមានរបស់ឪពុកកូនធ្វើឪពុកយល់ច្រឡំលើកលែងតួឪពុកផងទេវិសាខានិយាយថានាងខ្ញុំលើកលែងតួឪពុកក៏បានព្រោះនាងខ្ញុំគឺជាបុត្រីរបស់លោកឪពុកបណ្ឌកសេដ្ឋីអ្នកដែលមានការជឿជាក់លើគុណព្រះរតនត្រ័យនាងវិសាខាបានបន្តទៀតថាតែបើខ្ញុំមិនបានបម្រើភិក្ខុសង្ឃដោយថ្វាយចង្ហាន់ដល់ព្រះភិក្ខុសង្ឃនាងខ្ញុំពិតជាមិនអាចនៅទីនេះបានទេខ្ញុំមិនចង់ឲ្យខ្វះបុណ្យឡើយនាងខ្ញុំចង់ធ្វើបុណ្យនាងបាននិយាយដោយចិត្តស្មោះហើយនឹងស្ទង់ចិត្តលោកសេដ្ឋីលោកសេដ្ឋីក៏បានតបថារឿងកន្លងហួសទៅហើយឲ្យវាហួសទៅចុះណាឥឡូវចេះចុះសូមឲ្យព្រះនាងវិសាខាណាទំនុកបំរុងព្រះភិក្ខុសង្ឃតាមចិត្តទៅចុះពុកយល់ព្រមគ្រប់យ៉ាងចង់និមន្តព្រះអង្គមកក៏បានដែរវិសាខាក៏បានញញឹមស្រស់ស្រាយនៅថ្ងៃស្អែកឡើងព្រះនាងក៏បានទៅនិមន្តព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃហើយក៏បានត្រៀមសេនាសនៈនិងចង្ហាន់ដើម្បីប្រគេនជូនចំពោះព្រះសមណគោតមនាងពិតជាមានការពេញចិត្តណាស់ពេញចិត្តពេញថ្លើមដោយបានរៀបចំចង្ហាន់ហើយក៏បានធ្វើសង្ឃទានដែលមានព្រះសម្មាសម្ពុទ្ធជាប្រធាននៅពេលដែលព្រះសម្មាសម្ពុទ្ធនិមន្តមកដល់ផ្ទះរបស់លោកសេដ្ឋីព្រះនាងវិសាខានិងបរិវារក៏ចេញមកទទួលសូម្បីតែអ្នកស្រុកក៏មិនលើកលែងដែរនាំគ្នាមកដល់ផ្ទះរបស់លោកសេដ្ឋីរួចរាល់ហើយវិសាខាក៏បានឲ្យអ្នកបម្រើទៅអញ្ជើញលោកសេដ្ឋីមកដើម្បីប្រគេនចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យបាក់មុខព្រះអរហន្តរបស់លោកសេដ្ឋីហើយចំណែកពួកព្រាហ្មណ៍ទាំងអស់នោះវិញក៏បានហាមលោកសេដ្ឋីថាសូមលោកសេដ្ឋីកុំទៅរកព្រះសមណគោតមអីកុំទៅអីបើទៅនឹងមានបាបហើយលោកសេដ្ឋីដោយសារមានការក្រែងចិត្តពួកព្រាហ្មណ៍ទាំងអស់នោះដែលធ្លាប់ធ្វើជាគ្រូបាអាចារ្យរបស់ខ្លួនពីមុនមកគឺជាគ្រូបាអាចារ្យចាស់ហើយក៏មើលឃើញអំពីអំពើល្អរបស់កូនប្រសាទៀតដូច្នេះក៏ប្រាប់ទៅអ្នកបម្រើរបស់វិសាខាឲ្យវិសាខាថ្វាយចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងទៅចុះព្រះនាងវិសាខាក៏បានថ្វាយនិងប្រគេនចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធដោយខ្លួនឯងព្រះនាងបានឲ្យឱកាសហើយតែលោកសេដ្ឋីមិនប្រាឱកាសនោះទាល់តែសោះនាងក៏បានធ្វើដោយខ្លួនឯងល្អខ្លាំងណាស់ដោយបានរៀបចំសង្ឃទានថ្វាយនឹងប្រគេនចង្ហាន់ដល់ព្រះភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធជាប្រធានហើយវិសាខាបានប្រាប់ទៅអ្នកបម្រើឲ្យទៅអញ្ជើញលោកសេដ្ឋីទៀតដើម្បីមកស្ដាប់ធម៌ទេសនាពីព្រះពុទ្ធបើសិនជាមិនបានថ្វាយឬប្រគេនចង្ហាន់នោះទេមកស្ដាប់ព្រះធម៌ចុះប៉ុន្តែពួកព្រាហ្មណ៍ទាំងនោះក៏បានប្រាប់ទៅសេដ្ឋីថាបើចង់ទៅស្ដាប់ធម៌ទេសនានោះត្រូវសម្របខ្លួនបន្តិចទៅព្រោះប្រើរឹងទទឹងគឺមិនបានផលទេប៉ុន្តែត្រូវយកវាំងននបាំងមិនត្រូវចេញមុខឲ្យព្រះសមណគោតមបានឃើញទេលោកសេដ្ឋីក៏បានសន្យាថាបានដោយសារតែជាគ្រូចាស់ធ្លាប់គោរពរាប់អានពីមុនមកទើបមិនចង់ឲ្យទាស់ចិត្តទើបឲ្យគេយកវាំងននមកបាំងដើម្បីកុំឲ្យទាស់ចិត្តគ្រូបាអាចារ្យពីមុនហើយម្យ៉ាងទៀតនោះគឺដើម្បីតាមចិត្តកូនប្រសាវិសាខាមិនបានជ្រុតឈៀបនៅអ្វីជាមួយនឹងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទេធ្លាប់តែលើឈ្មោះនិងកិត្តិស័ព្ទរបស់ព្រះអង្គនិងអានុភាពរបស់ព្រះអង្គហើយព្រះអង្គក៏បានត្រាស់ឲ្យបានដឹងអំពីអានុភាពរបស់ព្រះសម្មាសម្ពុទ្ធបែបណាព្រះអង្គមានបន្ទូលថាលោកសេដ្ឋី
ទោះបីជាលោកអង្គុយនៅក្រៅផ្ទះអង្គុយនៅក្នុងផ្ទះនៅដទៃក្តីទៅអង្គុយលើកំពូលភ្នំឯណោះក្តីឬក៏នៅក្រៅចក្រវាឡក្តីឬក៏នៅទីណាក៏ដោយហើយយកអ្វីមកបិទបាំងក៏ដោយតែអ្នកនៅតែបានឮសំឡេងទេសនារបស់តថាគតគឺបាំងមិនបានទេហើយដំបូងនោះគឺចាប់ផ្ដើមបើកចិត្តដោយអានុភាពសេដ្ឋីក៏បានគិតក្នុងចិត្តថាទោះជាកិច្ចទៅណាក៏មិនរួចដែរហើយក៏បានតាំងចិត្តឡើងខណៈនោះបុណ្យចាស់របស់លោកសេដ្ឋីក៏តាមមកទាន់ព្រោះព្រះអង្គទ្រង់បានប្រមាណមើលដោយទិព្វញាណហើយក៏បានឃើញថាបុណ្យចាស់របស់លោកសេដ្ឋីមានឱកាសហើយផលវិបាកចាស់គឺគាត់ចេះតែជឿទៅលើអ្នកដទៃជឿទៅលើអំពើបាបដែលបានបិទបាំងប៉ុន្តែពេលនេះបុណ្យចាស់បានមកទាន់ហើយព្រះពុទ្ធអង្គក៏បានសម្ដែងនៅអនុបុព្វកថាគឺពោលដល់រឿងទីនដែលត្រូវឲ្យសិលដែលធ្លាប់តែរក្សាឋានសួគ៌ត្រូវនិយាយអំពីឋានសួគ៌ធ្វើឲ្យសប្បាយទ្រង់បានមានបន្ទូលអំពីទោសហើយនឹងបាបកម្មដែលតែងតែមានទោះជានៅឋានសួគ៌ក៏ដូចគ្នាដែរទោះបីខ្លាចជាទេវបុត្រសង្ហាប៉ុណ្ណាមានបុណ្យប៉ុណ្ណាក៏ត្រូវធ្លាក់ចុះដោយទោសនិងបាបកម្មដែរហើយក៏បាននិយាយអំពីអានិសង្សដែលតាមការពីរាងកាយយើងរហូតដល់អស់កម្មអារម្មណ៍នោះតើវាល្អយ៉ាងណាទៅទ្រង់ក៏បានមានពុទ្ធដីកាអំពីរឿងនេះរឿងនោះមានអានិសង្សយ៉ាងនេះយ៉ាងនោះឋានសួគ៌មានលក្ខណៈបែបនេះបែបនោះពេលនោះកាយភ្នែកលោកសេដ្ឋីក៏បានភ្លឺស្វាងហើយលោកក៏បានមើលឃើញឋានសួគ៌ដោយអានុភាពព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យឃើញរូបភាពធ្វើឲ្យគ្រប់គ្នាមើលឃើញអានុភាពគឺពុទ្ធដីការបស់ព្រះអង្គហាក់ដូចជាមានរូបភាពពិតឲ្យគ្រប់គ្នាបានឃើញពីរូបភាពឋានសួគ៌រូបភាពឋាននរកហើយក៏បានឃើញឋានសួគ៌មានផលបុណ្យយ៉ាងនេះយ៉ាងនោះលក្ខណៈបែបនេះបែបនោះមានសម្បត្តិមានមាសមានពេជ្រនានាហើយក៏មានការភ្ញាក់ផ្អើលនៅក្នុងចិត្តតែម្ដងចិត្តក៏របូតផុតពីអាសវៈចិត្តកាន់តែផូរផង់កាន់តែជ្រះថ្លាទ្រង់ហាក់ប្រៀបដូចជាចាប់ដើមវល្លិអង្រួនឲ្យញ័រនៅពេលដែលអង្រួនឲ្យញ័រហើយនោះស្លឹកទាំងអស់ក៏ញាប់ញ័រជ្រួសធ្លាក់មកធ្វើឲ្យញាប់ញ័រនៅក្នុងអារម្មណ៍ធ្វើឲ្យអ្វីដែលមាននៅក្នុងចិត្តដែលជាអាសវៈជាប់ក្នុងចិត្តនោះរបូតជ្រុះចេញមកហើយចិត្តក៏ជ្រះថ្លាប្រៀបដូចជាដំណក់ទឹកភ្លៀងដែលធ្លាក់មកលើលំអងធូលីហើយនៅពេលដែលផែនដីកំពុងតែក្តៅដំណក់ទឹកភ្លៀងទាំងនោះក៏ពន្លត់នៅកម្ដៅទាំងអស់នោះហើយធូលីដែលហុយនោះក៏បានរងាប់បាត់បង់ដោយសារតែពាក្យព្រានប្រដៅចេញពីសัพពញ្ញូតញាណនៅពេលដែលព្រះអង្គកំពុងតែទេសនានោះសពសត្វទាំងអស់ដែលមាននិស្ស័យในចក្រវាឡនានាទោះជានៅទីឋានណាក៏ដោយទាំងអស់គ្នាសុទ្ធតែបានឮនៅព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធហើយដូចជាបានឃើញព្រះអង្គថែមទាំងបានឃើញផ្ទាល់ថែមទៀតក៏មានអារម្មណ៍ដូចគ្នាថាគឺថាព្រះអង្គដឹងរឿងរ៉ាវរបស់ខ្លួនអូត្រូវចិត្តយើងណាស់ត្រូវចិត្តយើងម្លេះណោះហើយម្នាក់លន់មាត់បែបនេះដូចគ្នានេះគឺជាអានុភាពរបស់ព្រះសម្មាសម្ពុទ្ធសម្ដែងព្រះធម៌ទេសនាប៉ុន្តែការពិតទៅនោះព្រះអង្គបានត្រាស់តែកាន់សត្វលោកគ្រប់គ្នាដូចគ្នាប៉ុន្តែគ្រប់គ្នាបែរជាមានអារម្មណ៍ថាទ្រង់បានត្រាស់តែចំពោះខ្លួនឯងតែម្នាក់ប៉ុណ្ណោះហើយក៏មានការឧបមាដូចជាព្រះច័ន្ទដែលអណ្ដែតនៅលើអាកាសហើយសពសត្វទាំងឡាយនិងមនុស្សទាំងឡាយរមែងបានទទួលនូវពន្លឺដូចគ្នាតែមានអារម្មណ៍ថាដូចជាព្រះច័ន្ទចាំងមកលើខ្លួនតែម្នាក់ឯងអញ្ចឹងដូចជាព្រះច័ន្ទសម្លឹងមើលខ្លួនឯងតែម្នាក់ឯងអញ្ចឹងហើយខ្លួនឯងសម្លឹងមើលតែព្រះច័ន្ទក៏បានសម្លឹងមើលមកដូចគ្នាដែរហើយក៏បានផ្ដល់នៅពន្លឺបានដូចគ្នាគឺប្រហែលជាបែបនេះហើយលោកសេដ្ឋីបានស្ដាប់ព្រះធម៌ហើយក៏មានចិត្តលុះដល់ព្រះធម៌មានចិត្តគោរពបូជាគ្មានចិត្តស្ទាក់ស្ទើរទៀតឡើយគឺមិនស្ទាក់ស្ទើរទៅលើព្រះរតនត្រ័យដែលត្រូវអាសវៈកិលេសបានបិទបាំងអស់ជាយូរមកហើយប៉ុន្តែពេលនេះបើកអស់ហើយលោកក៏បានស្ទុះមករកនាងវិសាខាហើយបាននិយាយថាពុកអរគុណកូនវិសាខាណាស់កូនបានធ្វើឪពុកភ្លឺភ្នែកកូនបាននាំពន្លឺភ្លឺស្វាងមកកាន់ត្រកូលនេះជាពិសេសនៅថ្ងៃនេះពុកសូមគោរពបូជាចំពោះព្រះសមណគោតមហើយពុកក៏សូមតែងតាំងកូននៅក្នុងឋានៈជាមេត្តារបស់ពុក
មិនមែនក្នុងឋានៈជាកូនប្រសារទេកូនត្រូវចាំទុកជារៀងទី1ទី2និងទី3ដូច្នេះកូនគឺជាមេត្តារបស់ខារៈសេដ្ឋីណាហើយបន្ទាប់មកលោកសេដ្ឋីក៏បានទៅក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយមានចិត្តរំភើបខ្លាំងណាស់ហើយលោកបានក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយបានប្រាប់ពីឈ្មោះខ្លួនឯងដល់ទៅ3លើកខ្ញុំព្រះអង្គជាខារៈសេដ្ឋីខ្ញុំព្រះអង្គជាខារៈសេដ្ឋីខ្ញុំព្រះអង្គជាខារៈសេដ្ឋីការដែលប្រាប់ឈ្មោះខ្លួនឯង3លើកបែបនេះគឺជាការគោរពដ៏ខ្ពង់ខ្ពស់ក្នុងសម័យនោះដោយចង់សម្ដែងខ្លួនថាគឺជាពុទ្ធបរិស័ទរបស់ព្រះអង្គហើយក៏បានទូលថ្វាយព្រះអង្គវិញថាទូលបង្គំពិតជាមិនដឹងឡើយថាការគោរពនិងបូជាដល់ព្រះពុទ្ធសាសនាបានទទួលមគ្គផលដល់ថ្នាក់នេះទូលបង្គំពិតជាមិនបានដឹងឡើយទូលបង្គំបានដឹងដោយសារមានកល្យាណមិត្តគឺមានព្រះនាងវិសាខាលោកខារៈសេដ្ឋីបានធ្វើនៅរឿងដែលត្រូវធ្វើហើយគឺអរិយបុគ្គលដែលជាផ្លូវដ៏ប្រសើរពីព្រោះផ្លូវអរិយបុគ្គលនេះគឺជាផ្លូវដ៏ពិសេសហើយជាពិសេសនៅពេលបានស្ដាប់ព្រះធម៌ទេសនារហូតបានទម្លុះព្រះសោតាប័នហើយលុះទៅដោយព្រះធម៌ទេសនារបស់ព្រះសមណគោតមព្រះនាងវិសាខាក៏បានមកផ្ទះរបស់ទូបង្គំទើបធ្វើឲ្យទូបង្គំនេះបានទទួលនូវលៀបសក្ការៈដ៏មហិមានាំមកនូវសេចក្តីសុខដល់ទូបង្គំច្រើនណាស់ហើយបានធ្វើឲ្យត្រកូលទូបង្គំនេះលុះដោយព្រះធម៌ទេសនាដឹងខុសដឹងត្រូវដឹងបាបដឹងបុណ្យដូច្នេះចាប់ពីថ្ងៃនេះតទៅទូបង្គំជាខ្ញុំនឹងសូមដើរតាមផ្លូវដ៏ប្រសើរគឺផ្លូវអរិយបុគ្គលដែលជាផ្លូវដ៏ពិសេសលោកសេដ្ឋីបានបន្តទៀតថាក្រោយពេលដែលនាងវិសាខាបានមកនៅផ្ទះរបស់ទូបង្គំជាខ្ញុំនេះក៏បានធ្វើឲ្យទូបង្គំជាខ្ញុំបានទទួលនៅលៀបសក្ការៈដ៏មហិមានាំមកនូវសេចក្តីសុខឲ្យដល់ទូបង្គំបានច្រើនណាស់បន្ទាប់មកនៅថ្ងៃស្អែកឡើងលោកសេដ្ឋីក៏បាននិមន្តព្រះភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធមកសម្ដែងធម៌ទេសនានៅថ្ងៃស្អែកទៀតចប់ភាគទី3ឯកសារមហាឧបាសិកាវិសាខាភាគទី4នៅថ្ងៃមួយនាងវិសាខាបានតែងខ្លួនដោយគ្រឿងអលង្ការមហាសាលនៅក្នុងពិធីបុណ្យរួចហើយក៏ទៅស្ដាប់ព្រះធម៌ទេសនាពីព្រះសម្មាសម្ពុទ្ធហើយគ្រឿងប្រដាប់មហាសាលនោះត្រូវបានផ្ញើជាមួយស្រីបម្រើដោយគិតថាបើយើងស្លៀកពាក់គ្រឿងអលង្ការមហាសាលនេះតាំងពីក្បាលរហូតដល់ចុងជើងចូលទៅក្នុងព្រះវិហារគឺមិនសមគួរទេដូច្នេះក៏ផ្លាស់ប្ដូរសម្លៀកបំពាក់និងគ្រឿងប្រដាប់ធម្មតាស្រីដែលទទួលគ្រឿងអលង្ការមហាសាលនេះទាល់តែស្រីនោះមានកម្លាំងស្មើនឹងដំរី5ក្បាលដូចគ្នាដោយសារតែបុណ្យបារមីរបស់ព្រះនាងវិសាខាព្រះនាងបានធ្វើបុណ្យនឹងចែកបុណ្យរបស់ព្រះនាងទៅដល់ស្រីបម្រើតែនាងកើតមកបានត្រឹមតែជាស្រីបម្រើដូចជាអ្នករស់នៅលើឋានសួគ៌ដែលពឹងទៅបុណ្យម្ចាស់វិមានឋានសួគ៌ទោះបីនាងមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយបានត្រឹមតែធ្វើជាអ្នកបម្រើរបស់ព្រះនាងវិសាខាតែប៉ុណ្ណោះឯងនាងវិសាខាប្រាប់ថាខ្ញុំនឹងមកស្លៀកពាក់គ្រឿងប្រដាប់នេះបន្ទាប់ពីខ្ញុំវិលត្រឡប់មកពីព្រះវិហារវិញបន្ទាប់ពីស្ដាប់ព្រះធម៌ទេសនារួចហើយនោះចិត្តរបស់នាងក៏បានជ្រះថ្លាហើយក៏បានធ្វើដំណើរវិលមកកាន់ផ្ទះវិញជាមួយនឹងបរិវាររបស់ខ្លួនក៏ប៉ុន្តែនាងក៏បានភ្លេចគ្រឿងអលង្ការមហាសាលនៅក្នុងព្រះវិហារដោយសារតែចិត្តជ្រះថ្លាជាមួយនឹងរសជាតិព្រះធម៌ទើបភ្លេចគ្រឿងអលង្ការមហាសាលនេះគឺជាដំណរសម្រាប់ឲ្យនាងសាងបុណ្យបន្តទៀតដែលហៅថាបុណ្យតបុណ្យដែលជាហេតុរបស់បុណ្យបណ្ដាលឲ្យកើតឡើងមានពេលខ្លះយើងមានអារម្មណ៍ថាខ្លួនកំពុងតែបាត់បង់របស់ដែលមានតម្លៃទៅប៉ុន្តែនេះមិនមែនជាការបាត់បង់ទេដូចជានាងវិសាខានេះអញ្ចឹងនាងបានរៀបចំខ្លួនយ៉ាងល្អនិងចិត្តយ៉ាងល្អវាដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវដែលរយន្តខ្លួនខូចធ្វើឲ្យខកពេលវេលាប៉ុន្តែមិនបានបាត់បង់ជីវិតទេត្រឡប់បែរជាបានមកសាងបារមីទៅវិញនៅពេលនោះព្រះអានន្ទក៏បានដើរពិនិត្យភាពរៀបរយហើយទ្រង់ក៏បានឃើញនៅគ្រឿងអលង្ការដ៏មហាសាលដែលស្រីបម្រើបានភ្លេចដូចជាច្បាយខ្លួនអញ្ចឹងជាហេតុដែលធ្វើឲ្យមានបន្តបុណ្យព្រះអានន្ទក៏ត្រឡប់មកក្រាបទូលព្រះពុទ្ធថា
ព្រះនាងវិសាខាបានភ្លេចនៅគ្រឿងអលង្ការនេះតើធ្វើយ៉ាងម៉េចទៅព្រះអង្គមានបន្ទូលថាអានន់ចូលអ្នកយកគ្រឿងប្រដាប់នេះទៅដាក់នៅផ្លូវចេញចូលហើយនៅពេលដែលនាងត្រឡប់ទៅវិញនោះនាងនឹងបានឃើញហើយព្រះអានន់ក៏បានយកគ្រឿងប្រដាប់មហាសាលនេះទៅដាក់នៅផ្លូវចេញចូលក្បែរជណ្ដាលរងចាំម្ចាស់របស់វិលមកយកវិញដោយអានុភាពនៃបុណ្យព្រះនាងវិសាខានោះព្រះនាងក៏បានវិលមកដល់ផ្ទះវិញហើយក៏នឹកដល់គ្រឿងប្រដាប់អលង្ការមហាសាលរួចក៏ឲ្យស្រីបម្រើឲ្យទៅយកគ្រឿងប្រដាប់នោះមកវិញដោយចិត្តជាប់ជំពាក់ជាមួយនឹងគ្រឿងប្រដាប់ដែលបិតាឲ្យជាងធ្វើស្រីបម្រើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ដាប់ហើយភ្លេចនាងវិសាខាបានពោលថានាងចូលទៅយកគ្រឿងប្រដាប់នោះមកបើសិនជាព្រះអានន់បានប៉ះពាល់គ្រឿងនោះហើយនោះមិនចាំបាច់យកមកទេហើយថ្វាយទៅព្រះអង្គតែម្ដងទៅអូមួយទៅចិត្តនាងចុះស្រីបម្រើក៏ប្រញាប់មកកាន់ព្រះវិហារហើយព្រះអានន់ក៏និយាយថាញោមស្រីមកធ្វើអីនាងឆ្លើយថាខ្ញុំព្រះករណាបានភ្លេចគ្រឿងប្រដាប់របស់ព្រះម៉ែវិសាខានៅក្នុងព្រះវិហារនេះអូអាត្មាបានរក្សាទុកហើយគឺដាក់នៅក្បែរជណ្ដាលរបស់ព្រះវិហារប៉ុន្តែព្រះអង្គបានប៉ះពាល់របស់នោះអស់ទៅហើយនាងបម្រើបានទូលថាព្រះម៉ែវិសាខាបានប្រគល់គ្រឿងប្រដាប់ទាំងនេះឲ្យដល់ព្រះអង្គហើយអូមិនបានទេញោមស្រីអាត្មាជាអ្នកបុស្សទទួលគ្រឿងប្រដាប់បាត់ដោយរបៀបណាទៅចូលញោមយកទៅប្រគល់ឲ្យនាងវិសាខាវិញទៅយកទៅឲ្យនាងវិញទៅអូមិនបានទេព្រះអានន់ព្រះម៉ែវិសាខាបានបញ្ជាដាច់ខាតបើប្រជាជនបានប៉ះពាល់ហើយនោះមិនឲ្យយកមកស្លៀកពាក់ទៀតទេពេលដែលស្រីបម្រើបានទូលថ្វាយព្រះអានន់ហើយនោះក៏ប្រញាប់នាំរឿងរ៉ាវនេះទៅប្រាប់ដល់នាងវិសាខាឲ្យជ្រាបអំពីគ្រឿងប្រដាប់ដែលប៉ះនោះគឺព្រះអានន់បានប៉ះពាល់ហើយបានយកទៅដាក់ក្បែរជណ្ដាលយើងមិនគួរប្រើប្រាស់គ្រឿងប្រដាប់ដែលព្រះអានន់បានប៉ះពាល់នោះទេប៉ុន្តែក៏គិតថាអូត្រូវដោយព្រះអានន់មានពុទ្ធដីកាពិតមែនហើយគ្រឿងប្រដាប់នេះគឺមិនស័ក្តិសមនឹងព្រះភិក្ខុទេតែបើព្រះភិក្ខុបានប៉ះពាល់ហើយយើងទទួលយកវិញក៏មិនបានដែរតែទុកនៅទីនោះក៏មិនស័ក្តិសមនឹងភិក្ខុទៀតរួចហើយក៏មានគំនិតគិតថាយើងគួរតែយកគ្រឿងប្រដាប់នោះយកមកលក់ទៅរួចហើយបានយកប្រាក់បានពីលក់នោះយកមកធ្វើជាបុណ្យជាបន្តទៀតរួចក៏បញ្ជាឲ្យស្រីបម្រើយកគ្រឿងប្រដាប់ទាំងនោះមកវិញរួចហើយទៅប្រាប់ជាងមាសឲ្យពិនិត្យតម្លៃគ្រឿងប្រដាប់ទាំងនេះពីព្រោះបានពាក់យូរណាស់មកហើយចាំមើលតើបានតម្លៃប៉ុណ្ណាទៅជាងមាសបានមកមើលរបស់ហើយវិតម្លៃគ្រឿងប្រដាប់ទាំងនោះដែលមានតម្លៃ9កោដគឺឲ្យតម្លៃស្មើនឹងលោកសេដ្ឋីបិណ្ឌកសេដ្ឋីឲ្យជាងមាសនោះធ្វើឡើងមកដែរកាលនៅនគរសារកិច្ចនោះដូច្នេះក៏បានប្រកាសអំពីការលក់គ្រឿងប្រដាប់ឲ្យមហាជនបានដឹងការគិតបុណ្យកុសលគឺយ៉ាងនេះហើយ